ជំរាបសួរដល់ពេលតែរឿងចៅក្រមសហព័ន្ធបែកឆ្វេងក្បត់គណៈបកសាធារណរដ្ឋខ្លួនឯងវាសបោទៅចឹងសបោតែបែកឆ្វេងលើ disclaimer គឺប្រកាសឲ្យបានយល់មិនមែននិយាយតាមអារម្មណ៍និយាយតាមអារម្មណ៍គឺចង់ឲ្យបានវិទ្យុ VOA វិទ្យុអាស៊ីសេរីទាំងផ្សាយបន្តទៅទៀតជាភាសាខ្មែរដូច្នេះច្បាស់ស្ដាប់បានអារម្មណ៍គឺចង់ឲ្យបានវិទ្យុអាស៊ីសេរីវិទ្យុ VOA ផ្សាយបន្តទៅទៀតជាភាសាខ្មែរដែលចំណុចរសើបចំណុចក្តៅក្រហាយនោះគឺត្រង់ថាចៅក្រមសហព័ន្ធដែលខាងគណៈបកប្រជាធិបតេយ្យឆ្រាំជាអ្នកតែងតាំងបែរមកក្បត់បែរមកមិនដើរតាមគោលនយោបាយគណៈបកសាធារណរដ្ឋដែលលោកដូណាល់ត្រាំជាប់ឆ្នោតពីសម្លេងពលរដ្ឋជាង77 3សែន77លាន3សែនជាងនេះគឺជាលទ្ធិប្រជាធិបតេយ្យសម្លេងបោះឆ្នោតឈ្នះនៅសភាទាំងពីរព្រឹទ្ធសភាហើយនិងសភាជាន់ទាប House តែត្រួតត្រាដោយគណៈបកសាធារណរដ្ឋទោះបីឈ្នះមានចំនួនតិចតួចក៏ឈ្នះដែរមួយសម្លេងគឺឈ្នះហើយជាប់ប្រឡងជាប់តែមួយពងក៏ប្រជាប់ដែរទាត់បាល់តាមមួយលេខមកពិន្ទុក៏ឈ្នះហើយវាមិនចាំបាច់2ភាគ3ទេតែឈ្នះហើយមានណាដែលទៅប្រឡងថាទេតោះតា2ភាគ3បើជាប់ប្រឡងនោះទេតែលើសតែមួយពងជាប់ហើយតែចាញ់មួយពងចាញ់ហើយអូខេខ្ញុំមើលគេ post គេអីហ្នឹងគេបញ្ចេញទស្សនៈហ្នឹងឥឡូវយើងនិយាយនីតិវិធីសិនខ្ញុំបានជម្រាបច្រើនបាទបង្ហាញសភៅច្រើនដែរហើយដូច្នេះគាត់ជាចៅក្រមនៅតំបន់ Washington DC ហ្នឹងចៅក្រមសហព័ន្ធដែលប្រធានាធិបតីត្រាំជាអ្នកផ្ដល់ភាពបេក្ខភាពទៅដល់ចៅក្រមហ្នឹងទៅព្រឹទ្ធសភាគេបោះឆ្នោតទទួលស្គាល់យល់ព្រមទៅតែចេះវាមានសាលាឧទ្ធរតុលាការឧទ្ធររបស់សហព័ន្ធនិយាយពីសហព័ន្ធយើងអត់និយាយពីរដ្ឋនីមួយទេឬក៏ហៅថា Circus Court ហើយឡើងទៅដល់តុលាការកំពូលសហព័ន្ធណាយើងនិយាយពីសហព័ន្ធនីតិវិធីវាទៅឆ្លងកាត់ពី3ដំណាក់ទៅទៀតដល់សាលាឧទ្ធរសហព័ន្ធហ្នឹងវាមិនចៅក្រមម្នាក់ទេវាមាន3នាក់ហើយបើមិនសុខចិត្តទេឡើងទៅដល់តុលាការកំពូលដូច្នេះរដ្ឋាភិបាលត្រាំគាត់នឹងតតាំងឡើងទៅទៀតអូខេឥឡូវយើងនិយាយអំពីអំណាច executive power អំណាចប្រធានាធិបតីហ្នឹងដែលបានរៀបរាប់បញ្យលបើកតាមសភៅចាក់តាមសភៅច្រើនដងហើយឥឡូវយើងមិននិយាយខាងសភាទាំងពីរហ្នឹងព្រឹទ្ធសភាហើយនិងសភាតំណាងរាស្ត្រហ្នឹងជាអំណាចនីតិបញ្ញត្តិជាអ្នកធ្វើច្បាប់ជាអ្នកព្រៀងច្បាប់ជាអ្នកធ្វើច្បាប់ជាអ្នកផ្ដល់ថវិកាឲ្យរដ្ឋាភិបាលជាអ្នកយកទៅប្រើនៅក្នុងការដឹកនាំរដ្ឋាភិបាលឥឡូវយើងនិយាយនីតិវិធីច្បាប់ហ្នឹងធ្លាប់បើកសភៅចាក់ច្រើនដងហើយវាមានពីរប្រភេទសភាទាំងពីរនេះគេអាច hearing សួរដេញដោលហើយគេអាច impeach ហ្នឹងខ្មែរយើងមិនដឹងបកប្រែថ្មីគឺហៅថាកាត់ទោសដកតួតំណែងអីចឹងទៅហើយវាមានមួយទៀតគឺត្រង់ថា impeach ហ្នឹងវាមានកហើយខហ្នឹងគឺដោយគេមូលហេតុពីរយ៉ាងហ្នឹងគឺដោយអរិយាប័ត្រមិនល្អណាអូខេសភាគេអាចនឹង impeach ចៅក្រមសហព័ន្ធនឹងបានហើយសភាក៏អាចផ្អាកទុក
នៅថវិកាផ្ដល់ឲ្យចៅក្រមសហព័ន្ធនឹងបានដែរអូខេឥឡូវយើងមិននិយាយឥឡូវយើងហួសទៅដល់រឿងនីតិវិធីអស់ទាំងហ្នឹងឥឡូវយើងនិយាយចុះមកដល់ director ថ្មីអី Karen ស្ពអីមិនភ្លេចបាទចុងមកតែច្រាំគាត់តែងតាំងឲ្យធ្វើជានាយករបស់ VOA អីទាំងអស់ហ្នឹងហើយខ្ញុំបានជម្រាបច្រើនដងហើយខាង VOA ខាងNPR ខាង PBS ខាងអីហ្នឹងគឺពួកឆ្វេងនិយមពួកអ្នកកសែតឆ្វេងនិយមអូខេក្នុងវែងឆ្ងាយហើយបញ្យល់អស់ហើយដូច្នេះ director ហ្នឹងក៏គាត់អាចបើធ្វើតាមចៅក្រមឥឡូវគេកំពុងអាចនឹងអភីលតទៅទៀតណាគេនៅចាំមើលសិនព្រោះសំណុំរឿងហ្នឹងវាមិនទាន់សម្រេចចប់ត្រឹមហ្នឹងទេដូច្នេះ director ថ្មីហ្នឹងដែលចាំគាត់តែងតាំងគាត់អាចនឹងបញ្ជាពេលគាត់អាចនឹងថាបើអស់ចាណាស់ទៅគឺត្រង់ថាគាត់នឹងកាត់បន្ថយហៅចូលមកធ្វើការវិញទៅប៉ុន្តែគាត់នឹងកាត់បន្ថយបុគ្គលិកអូខេវាមិនមែនលើចៅក្រមទេចៅក្រមឲ្យចូលធ្វើការវិញចូលទៅប៉ុន្តែគេនឹង screening គេនឹងកាត់គេនឹងបន្ថយគេនឹងរើសអ្នកថ្មីដែលលំអៀងទៅខាងស្ដាំនិយមពួកខាងស្ដាំនិយមជាអ្នកឈ្នះដូច្នេះគេក៏គៀបគេសង្កត់ណាឥឡូវយើងមើលក្រសួងផ្សេងទៀតដែលរដ្ឋាភិបាលឆ្នាំក៏ធ្វើកើតនិយាយច្រើនហើយនៃក្រសួងសិក្សាធិការ Department Education មួយឆ្នាំជាង280,000លានឆ្នាំបំបត្តិចង់អស់ចង់ខ្ទេចហើយនេះទៀតUSA ហ្នឹងជំនួយនឹងបកប្រែហើយចាំយកមកអានមកសូត្រតាមចេះតែខ្ជិលដូច្នេះជំនួយបរទេសតែជួយនឹងតុលាការកំពូលតុលាការមិនមែនតុលាការកំពូលទេតុលាការអូថូក៏បានសម្រេចគាំទ្រខាង Trump ថាមានសិទ្ធិក្នុងការបិទក្នុងការបំបត្តិជំនួយ USA ហ្នឹងហើយក៏ក្រសួងការបរទេសគេយកក្រសួងគេយកមកដាក់កម្មវិធីទាំងអស់ហ្នឹងជំនួយបរទេសហ្នឹងយកមកដាក់ក្នុងក្រសួងការបរទេសហើយគេកាត់ជាបន្ថយអាកម្មវិធីខ្លះដែលវាអត់ចំណេញឲ្យដល់អាមេរិកកាំងគោលនយោបាយអាមេរិកកាំងតាមទស្សនៈតាមគោលការណ៍តាមនយោបាយគណៈបកសាធារណរដ្ឋដែលណាត់ឆ្នាំគាត់ជាប់ឆ្នោតគាត់ឈរតំណាងគាត់ធ្វើនៅអ្វីដែលគាត់សន្យាក្នុងការរកសម្លេងឆ្នោតដូច្នេះគាត់បន្តដឹកនាំដោយខិតខំបំពេញឲ្យបាននៅអ្វីដែលគាត់សន្យាការដែលគាត់ចាញ់រកសម្លេងឆ្នោតគឺធ្វើតាមគោលការណ៍គណៈបកសាធារណរដ្ឋគឺ Trump គាត់ជាអ្នកប្រធានគណៈបកឈ្នះប្រធានជានេះហើយប្រធានដែរជាបកមេបកហើយដូច្នេះគាត់ខិតខំដូច្នេះគាត់ធ្វើតាមពិធីហ្នឹងលើកសង្ខេបចុះបញ្ចប់ទៅទៀតគឺថាយើងចាំមើលតទៅទៀតតើនេះវារវាងនេះខ្ញុំចេះតែនិយាយច្រើនដងគឺតម្រៃនិងតម្រៃវិជុលគ្នាសត្វធំវិជុលគ្នាណារឿងគណៈបកប្រជាធិបតេយ្យសេរីនិយមហើយនិងគណៈបកសាធារណរដ្ឋមកដល់រឿងការផ្សាយសម្លេងវិទ្យុ VOA ជាខ្មែរRadio Free Asia ជាខ្មែរអានោះជារឿងរបស់អារម្មណ៍យើងចង់ឲ្យមានចង់ឲ្យបានបន្តទៅទៀតប៉ុន្តែរឿងវិធមនោះរឿងមនោគមវិជ្ជានោះវាប៉ះទង្គិចគ្នាអ្នកឈ្នះគេទៀមទាកាត់បន្ថយណាធ្វើតាមគោលការណ៍របស់គណៈបកសាធារណរដ្ឋដែលឈ្នះឆ្នោតគេដឹកនាំគេឈ្នះឆ្នោតគេធ្វើតាមសេចក្តីសន្យាអត់ទៅហ្នឹង